លិខិតឆ្លងដែនម៉ាឡេស៊ីឥឡូវនេះជាប់ចំណាត់ថ្នាក់ទី10មានឥទ្ធិពលបំផុតនៅលើពិភពលោកលិខិតឆ្លងដែនរបស់ប្រទេសម៉ាឡេស៊ីបានឡើងចំណាត់ថ្នាក់2កន្លែងដើម្បីឈរនៅលេខ10នៅក្នុងសន្ទុះលិខិតឆ្លងដែន Hele Passport Index ចុងក្រោយបំផុតដែលចេញផ្សាយដោយក្រុមហ៊ុន Hele and Partner លិខិតឆ្លងដែននេះចែករំលែកចំណាត់ថ្នាក់ជាមួយនឹងប្រទេសអ៊ីស្លង់ដោយអនុញ្ញាតឲ្យចូលទៅកាន់គោលដៅចំនួន181ដោយគ្មានទិដ្ឋាការឬទិដ្ឋាការនៅពេលមកដល់នេះជាការវិលត្រឡប់មកកាន់កំពូល10វិញបន្ទាប់ពី7ឆ្នាំក្នុងឆ្នាំ2018លិខិតឆ្លងដែនម៉ាឡេស៊ីធ្លាប់ឈរនៅលេខ10ប៉ុន្តែបានធ្លាក់ចេញពីកំពូល10នៅឆ្នាំបន្ទាប់កាលពីឆ្នាំមុនវាឈរនៅលេខ12សន្ទុះនេះតាមដានលិខិតឆ្លងដែនចំនួន199ដោយផ្អែកលើការចូលដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសនិងដែនដីចំនួន227ដោយប្រើទិន្នន័យពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ IATA ប្រទេសសិង្ហបុរីកាន់កំពូលតារាងជាមួយនឹងការចូលដោយគ្មានទិដ្ឋាការទៅកាន់គោលដៅចំនួន193បន្ទាប់មកគឺកូរ៉េខាងត្បូងនិងជប៉ុនលិខិតឆ្លងដែនខ្សោយបំផុតរួមមានប៉ាគីស្ថានយេម៉ែនអ៊ីរ៉ាក់ស៊េរីនិងអាហ្គានីស្ថានការឡើងចំណាត់ថ្នាក់នេះបន្ទាប់ពីការរីកចម្រើននៃកិច្ចព្រមព្រៀងទិដ្ឋាការរបស់ម៉ាឡេស៊ីដែលធ្វើឲ្យវាក្លាយជាលិខិតឆ្លងដែនដ៏ខ្លាំងក្លាមួយនៅអាស៊ីអាគ្នេយ៍